រឿងព្រេងបុរាណព្រះគោព្រះកែវដែលនិពន្ធឡើងដោយកវីបណ្ឌិតខ្មែរគឺស្ថិតនៅក្នុងមនោសញ្ចេតនារបស់ជនជាតិខ្មែរអស់រយៈពេលជាច្រើនសតវត្សមកហើយដោយហេតុថាក្រោយពីការកាន់កាប់គ្រប់គ្រងទឹកដីខ្មែរដោយសៀមនាសម័យលង្វែកនិងការគំទេចបន្ទីលង្វែកដោយកងទ័ពសៀមនៅពេលនោះបានធ្វើឲ្យអ្នកនិពន្ធខ្មែរបាននិពន្ធរឿងព្រេងព្រះគោព្រះកែវជាកំណាព្យឡើងដើម្បីចង់បង្ហាញពីការឈឺចាប់បន្ផុនរបស់ជនជាតិខ្មែរលោកបណ្ឌិតមីសេលត្រាណេអ្នកឯកទេសខាងវប្បធម៌ខ្មែរបានមានប្រសាសន៍ឲ្យដឹងថាឥទ្ធិពលនៃប្រទេសកម្ពុជានាសម័យក្រោយអង្គរវត្តពោលគឺចុងសតវត្សទី16នៃគ្រិស្តសករាជបានធ្លាក់ចុះយ៉ាងដុនដាបមូលហេតុនៃការស្រុតចុះថាមពលខ្មែរនេះបណ្ដាលមកពីមូលហេតុពីរយ៉ាងទី1ការដណ្ដើមអំណាចរបស់អ្នកដឹកនាំខ្មែរនិងទី2ការវាទីនិយមរបស់សៀមដែលបានឈ្លានពានទឹកដីខ្មែរមិនឈប់ឈរមិនតែប៉ុណ្ណោះនៅដើមសតវត្សទី17ជនជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានខ្មែរនៅឯកម្ពុជាក្រោមទៀនតាមសភៅប្រវត្តិសាស្ត្រដែលចងក្រងដោយលោកបណ្ឌិតមីសេលត្រាណេបានឲ្យដឹងទៀតថាការកាន់កាប់ទឹកដីខ្មែរដោយសៀមក្រោយពីការគំទេចបន្ទាយលង្វែកដោយកម្លាំងកងទ័ពបានជំរុញទឹកចិត្តអ្នកនិពន្ធខ្មែរឲ្យនិពន្ធរឿងព្រេងព្រះគោព្រះកែវដោយចង់បង្ហាញពីការឈឺចាប់ខាងផ្លូវចិនដែលពុំអាចគណនាបានឡើយតាមសេចក្តីនៃរឿងព្រះគោព្រះកែវនេះមានជាសង្ខេបដូចតទៅនៅសម័យលង្វែកគេឃើញមានស្វាមីភរិយាពីរនាក់រស់នៅជាមួយគ្នាយ៉ាងវេទនាតោកយ៉ាងបន្ផុនខណៈពេលប្រពន្ធមានផ្ទៃពោះប្តីក៏បាននាំប្រពន្ធទៅរកហោរាទូលទាយមើលហោរាក៏បានហាមប្រាមប្រពន្ធកុំឲ្យស៊ីផ្លែជូរអីសោះដូចជាស្វាយងាន់អំពិលជាដើមបើពុំនោះទេពិតជាមានមហន្តរាយដល់អាយុជីវិតពុំខានឡើយប្រពន្ធមិនស្ដាប់ដំបូន្មានញៀនតាហោរាទេនាងបានលួចបេកផ្លែស្វាយយកមកបរិភោគក្រោយបរិភោគរួចនាងក៏បានដួលប្រកាសស្លាប់មួយរំពេចទៅក្នុងខណៈនោះក៏មានហេតុការណ៍មួយកាក់ឡើងផងដែរគឺមានសត្វគោឈ្មោលមួយលានចេញពីពោះរបស់នាងក្រោយពីប្រសូតរួចកាលណាសត្វគោនោះក៏បានដើរទៅរកឪពុកភ្លាមហើយក៏បាននាំឪពុកមកកាន់កន្លែងកាត់ហេនក៏ស្រាប់តែឃើញកូនប្រុសមួយទៀតនៅជាប់នឹងទួងសុងគឺព្រះកែវតាមរយៈហេតុការណ៍នេះអ្នកស្រុកចាត់ទុកថាជារឿងចង្រៃដូច្នេះក៏បានដេញគ្រួសារដ៏កំសត់នេះចេញពីភូមិស្រុកឲ្យទៅរស់នៅក្នុងព្រៃប៉ុន្តែរយៈពេលមិនយូរប៉ុន្មានឪពុករបស់ព្រះគោព្រះកែវក៏ទទួលអនិច្ចកម្មទៅទុកឲ្យពីអ្នកបងប្អូនរស់នៅកំព្រាតែឯងតាមរឿងនិទានបានឲ្យដឹងថាដោយសារបុណ្យបារមីនិងមហិទ្ធិឫទ្ធិដ៏ខ្ពង់ខ្ពស់របស់ព្រះគោនិងព្រះកែវបានរស់ពីអ្នកបងប្អូនដោយសុខសាន្តជាមួយគ្នារហូតទេរៀងរាល់ថ្ងៃព្រះគោជាបងចិញ្ចឹមប្អូនព្រះកែវនឹងអាហារដែលខ្លួនស្ដោះចេញពីពោះភាពអស្ចារ្យខាងលើបានផ្សព្វផ្សាយដល់អ្នកស្រុកជាហេតុបណ្ដាលឲ្យព្រះកែវតោងកន្ទុយបងដែលជាព្រះគោហោះជំលះខ្លួននៅសម័យនោះជារជ្ជកាលរបស់ស្ដេចខ្មែរព្រះនាមថាព្រះរាមាជើងព្រៃនៅព្រៃចុងក្រោយព្រះកែវក៏បានព្រះនាងប៉ៅជាកូនស្ដេចធ្វើជាគូសង្សារបន្ទាប់មកក៏លេចលឺដល់ស្ដេចសៀមនៅក្រុងអយុធ្យាស្ដេចសៀមមានបំណងចង់ចាប់ព្រះគោដែលជាសត្វមានមហិទ្ធិឫទ្ធិដើម្បីទុកជាវត្ថុសិរីមង្គលនៃព្រះរាជានគរសៀមតែដើម្បីសម្រេចគោលដៅនេះស្ដេចសៀមបានប្រកាសធ្វើការប្រយុទ្ធសន្តិដោយប្រាសគោយន្តដែលព្រះគោមិនអាចយកឈ្នះបាននៅទីបញ្ចុងបងប្អូនពីរនាក់នេះត្រូវទ័ពសៀមយកទៅឃុំឃាំងនៅឯប្រទេសសៀមបាត់ទៅដោយសំអាងលើរឿងព្រេងនេះទើបជនជាតិខ្មែរនៅតែរក្សាគំនិតនៃរឿងព្រេងបុរាណនេះថានៅក្នុងពោះសត្វគោគឺមានឯកសារសំខាន់របស់ប្រទេសជាតិហើយបន្ទាប់ពីសៀមចាប់ព្រះគោព្រះកែវទៅប្រទេសកម្ពុជាចេះតែចោះអន់ខ្សោយនៃឥទ្ធិពលរបស់ខ្លួនជាបន្តមកលោកបណ្ឌិតបានចាត់ទុករឿងព្រេងព្រះគោព្រះកែវនេះថាមានឥទ្ធិពលជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅណាស់